មនុស្សញោមមកអត់ចេះស៊ីចូលទេតែបើថាបានតែសារហើយគឺថាធ្វើគ្មានដឹងហត់ទេថ្ងៃមុនណាខ្ញុំបានធ្វើឆាមីកតាំងបដិទសាអ្នកតែទសាថាអូឆ្ងាញ់តែធ្វើបានតែមិនតិចអញ្ចឹងទៅថ្ងៃនេះក៏មកធ្វើឆាមីកតាំងម្ដងទៀតដាក់ពីកញ្ចប់ដាក់ឲ្យច្រើនជាងមុនទៀតចាហើយនេះម៉ោងធ្វើនោះដូចជាម៉ោង2:10អីឯងដោយសារតែមកពីធ្វើការរៀងយឺតអញ្ចឹងគឺនាំឆាច្រើនហើយចាម៉ោង2:10យកទៅពេលធ្វើភ្លាមអ្នកតែញ៉ាំភ្លាមហ្មងហើយបើអ្នកឆាវិញគឺញ៉ាំអត់ចូលដោយសារតែធ្វើឲ្យរៀងហត់ដល់ពេលចឹងទៅគឺអត់បានញ៉ាំភ្លាមទេហើយមុននឹងបានធ្វើនឹងគឺខ្ញុំបានរៀបចំគ្រឿងខៅហាន់បន្លែហាន់សាច់និយាយទៅរៀបចំគ្រឿងទុកឲ្យហើយចឹងទៅពេលដល់ម៉ោងឆាស្រួលហ្មងហើយសម្រាប់ឆាមីកតាំងនេះអូយនិយាយទៅអត់ទៅសាខ្លួនឯងអត់បានហ្មងដោយសារតែខ្ញុំឆារបៀបវារៀងមានទឹកមានសណ្ដើមមកដល់ពេលយើងញ៉ាំទៅអូឆ្ងាញ់ណាហើយបើថារៀងស្ងួតមើលទៅវារៀងខ្សោះអញ្ចឹងយើងដាក់ម្សៅឆារៀងច្រើនទៅវារៀងមានសណ្ដើមអីចាំមិនថាពាក្យទសារបស់យើងពិតជាសំខាន់មែនឲ្យតែទសាទោះថាហត់អស់កម្លាំងមិនក៏ដោយក៏ពុះពៀធ្វើឲ្យដែរអានឹងដូចជាពាក្យលើកទឹកចិត្តចឹងណាតែបើថាធ្វើម្ហូបហើយអត់មានអ្នកទសាហើយប្រអាប់មួយក៏ប្រាប់ថាអត់ឆ្ងាញ់អីអស់កម្លាំងទឹកចិត្តលេងហ្មងនឹងភាគច្រើនអ្នកធ្វើម្ហូបគឺភាគច្រើនចង់ឲ្យគេដឹងថាញ៉ាំហើយរសជាតិមិនដែរឆ្ងាញ់ឬអត់ចឹងណាតែបើថាបានពាក្យឆ្ងាញ់ហើយអត់អីណាតែបើថាបានពាក្យថាអត់ឆ្ងាញ់ហើយក៏ទទួលដែរតែគ្រាន់តែរៀងអត់សប្បាយចិត្តដោយសារតែធ្វើម្ហូបធ្វើហត់ហើយមានអារម្មណ៍ថាអត់ឆ្ងាញ់ទៀតចឹងរៀងអត់សប្បាយចិត្តទេតែភាគច្រើនមុននឹងខ្ញុំធ្វើថ្ងៃខ្លះក៏ឆ្ងាញ់ហើយខ្លះក៏អត់ឆ្ងាញ់អញ្ចឹងណាតែភាគច្រើនឆ្ងាញ់មានអីស្រួលជាងនៅខ្មែរទេចង់ញ៉ាំអីក៏មានតាមដូចចិត្តដែរតែបើខាងខ្ញុំវិញណាចង់ញ៉ាំអីគឺត្រូវធ្វើខ្លួនឯងរៀបចំទុកម្សិលមិញឬមួយក៏រៀបចំគ្រឿងក្រៅទុកឲ្យហើយទៅពេលដល់ថ្ងៃឆាធ្វើអីហ្នឹងគឺយើងធ្វើឆាប់បានញ៉ាំបើប្តីខ្ញុំញ៉ាំម្ដងសិតទៅ2ចានអញ្ចឹងបាច់ឆ្ងល់ទេថាគីឡូពីមុនហើយនឹងឥឡូវមិនខុសគ្នាម៉េចកាលមុនក្បាលពោះសសិកផេក6កង់អីតែឥឡូវអត់ទេមានតែ1ផេកទេ